ខ្ញុំនឹងទៅជួបចៅវាយធំនៅយប់នេះអ្នកទាំងពីរមិនធុញទ្រាន់នឹងការលេងទេវាដូចជាជិះរទេះភ្លើងរំកិលអញ្ចឹងពួកគេមិនគិតពីអារម្មណ៍របស់មនុស្សចាស់ទាល់តែសោះសួស្ដីឈៀវអ្នកពិតជាវីរបុរសមែនអ្នកត្រូវតែមកយប់នេះឡយប់នេះស្ថានីយ៍នឹងរៀបចំពិធីជប់លៀងអាហារពេលល្ងាចហើយបានអញ្ជើញខ្ញុំនឹងត្រឡប់មកវិញនៅម៉ោង 10 ជួបគ្នាយប់នេះណាប្រពន្ធខ្ញុំមក 15 20 អូសូមឲ្យអ្វីដំណើរការទៅដោយរលូនមកហាតោះយើងបន្តទៅវគ្គបន្ទាប់សូមអបអរសាទរចំពោះភាពល្បីល្បាញភ្លាមរបស់អ្នកមកអ្នករាល់គ្នាតោះញ៉ាំនំប៉័ងអាំងហាខ្ញុំនឹងលេងដែរខ្ញុំទៅបន្ទប់ទឹកអ្នកអាចទុកវាឲ្យខ្ញុំបានមិនអីទេតោះលេងបន្តទៅថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់វាមិនអីទេសម្រាប់មនុស្សគ្រប់គ្នាក្នុងការសម្រាកជើងខ្ញុំត្រជាក់ខ្លាំងហើយក្បាលខ្ញុំរមាស់ឈៀវតើអ្នកកំពុងធ្វើអ្វីនៅទីនេះឈៀវវាជាកំហុសរបស់ខ្ញុំសូមអង្វរអ្នកឲ្យផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតគាត់មកសុំឲ្យត្រូវគ្នាវិញយ៉ាងសៀវយើងចប់ហើយឈៀវខ្ញុំឃើញថាអ្នកភ្លឺស្វាងបណ្ណានៅថ្ងៃនេះខ្ញុំពិតជារំភើបណាស់ហើយខ្ញុំពិតជាចូលចិត្តវាណាស់វាទាំងអស់ជាកំហុសរបស់ខ្ញុំមិនទេនេះបញ្ចប់ខ្ញុំជាមនុស្សអាក្រក់បងប្រុសរបស់ខ្ញុំឈ្មោះខ្ញុំចូលចិត្តអ្នកតតែសោះខ្ញុំនៅជាមួយអ្នកដើម្បីសងបំណុលនៃការដឹងគុណតែប៉ុណ្ណោះអ្នកមិនចូលចិត្តខ្ញុំទេដូច្នេះតើអ្នកចូលចិត្តអ្នកណាអ្នកចូលចិត្តការសាកល្បងផ្លូវខ្ញុំចូលចិត្តការធ្វើដំណើរតាមផ្លូវនិងការពិសោធន៍ខ្ញុំមិនដែលមានទំនាក់ទំនងស្នេហាទេខ្ញុំមិនដឹងថាការចូលចិត្តនរណាម្នាក់វាយ៉ាងម៉េចទេអ្វីដែលខ្ញុំដឹងគឺថាការគិតអំពីគាត់ធ្វើឲ្យបេះដូងខ្ញុំលោតញាប់ហេតុអ្វីបានជាអ្នកមិននិយាយតើនេះមានអ្វីពាក់ព័ន្ធនឹងអ្នកទុកឲ្យខ្ញុំទៅអ្នកនិងខ្ញុំនឹងរៀបការនៅយប់នេះក្លាយជាស្ត្រីរបស់ខ្ញុំហើយអ្នកទុកឲ្យខ្ញុំទៅប្រពន្ធអ្នកសុខសប្បាយជាទេអូយអញហ៊ានប៉ះប្រពន្ធខ្ញុំមែនទេកំពុងស្វែងរកប្រពន្ធដែលបានស្លាប់ទៅហើយលោកគ្រូកុំរើអីយើងបានឃើញការបរិច្ឆេទរៀបការរបស់យើងខ្ញុំកំពុងជម្រាបជូនអ្នកឥឡូវនេះយើងបានរៀបការស៊ីឈីវឥឡូវនេះជាភរិយារបស់ខ្ញុំហើយមិនអាចទៅរួចតើអ្នកអាចរៀបការជាមួយគាត់បានដោយរបៀបណាគាត់ត្រូវបានគេបិទមាត់រួចហើយទីបំផុតពួកគេបានមកតាមរកបងថ្លៃស្រីរបស់ខ្ញុំហើយពួកគេលែងចង់រស់ទៀតហើយខ្ញុំមិនចង់ជួបគាត់ទៀតទេខ្ញុំចង់ឲ្យគាត់បាត់ខ្លួននៅយប់នេះគឺបងប្រុសសេនតាមានអ្វីខុសខ្ញុំសុខសប្បាយទេខ្ញុំទើបតែផឹកស្រាបន្តិចហើយខ្ញុំមានអារម្មណ៍វិលមុខបន្តិចតោះទៅផ្ទះទេខ្ញុំមិនទាន់បានជួបចៅវាយធំនៅឡើយទេលោកប្រធានាធិបតីលូបន្ទាប់នាយកស្ថានីយ៍តើចៅវាយធំនៅទីនេះទេចៅវាយធំនៅទីនេះហើយតើគាត់នៅឯណាឥឡូវនេះឆ្ងាយណាស់នៅចំពោះមុខខ្ញុំលោកលូគាត់ជាចៅវាយនៅពីក្រោយឆាកដែលបានទទួលសំណូកពីស្ថានីយ៍ទូរទស្សន៍របស់យើងដូច្នេះអ្នកគឺជាចៅវាយធំខ្ញុំនឹងហើយសៀវឈៀវឥឡូវនេះអ្នកដឹងហើយលោកលូបានមើលអ្នកពីក្រោយខ្នងការចំណាយរបស់អ្នកគ្រប់គ្រងស្ថានីយ៍នៅយប់នេះគឺជារបស់ខ្ញុំបន្ទាប់មកបងប្អូនប្រពន្ធខ្ញុំស្រវឹងយើងកំពុងទៅផ្ទះហើយតើអ្នកនៅតែវិលមុខមែនទេតើអ្នកនិយាយអំពីស្ថានីយ៍ទូរទស្សន៍នៅពេលណាពេលខ្ញុំទើបតែឆ្លើយតបហេតុអ្វីក្តីស្រមៃរបស់អ្នកគឺខ្លាចជាអ្នកយកព័ត៌មានខ្ញុំនឹងកប់ក្តីសុបិនរបស់អ្នកយប់នោះអ្នកបានប្រាប់ខ្ញុំក្តីស្រមៃរបស់អ្នកគឺខ្លាចជាអ្នកយកព័ត៌មានសួរខ្ញុំថាតើខ្ញុំអាចជួយអ្នកបានទេតើអ្នកដឹងទេថាហេតុអ្វីខ្ញុំសើចខ្ញុំចង់ខ្លាចជាអ្នកយកព័ត៌មានតើអ្នកអាចជួយខ្ញុំជាមួយរឿងនេះបានទេព្រោះខ្ញុំបានរងចាំអ្នកនិយាយបែបនោះទីបំផុតលូស៊ីយ៉ានខ្ញុំចង់ថាបអ្នកតើអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីដឹង
បងប្រុសនិងបងថ្លៃស្រីដែលមានបទពិសោធន៍តោះទៅផ្ទះតកដង្ហើមខ្ញុំនឹងទៅមន្ទីរពេទ្យភ្នែកដើម្បីពិនិត្យភ្នែកនៅថ្ងៃស្អែកភ្នែកខ្ញុំល្អឥតខ្ចោះគ្មានអ្វីខុសជាមួយវាទេប៉ុន្តែអ្នកពិតជាគ្មានទស្សនវិស័យទេខ្ញុំអាចដើរដោយខ្លួនឯងបានខ្ញុំចង់អប់អ្នកតើខ្ញុំគួរទៅងូតទឹកទេខ្ញុំនឹងដងទឹកសម្រាប់អ្នកលាងសម្អាតអ្នកអាចចេញទៅក្រៅឥឡូវនេះបានខ្ញុំត្រូវងូតទឹកជូលីមិនអីទេតើអ្នកត្រៀមខ្លួនហើយឬនៅខ្ញុំចង់បានអ្នក Don't ask me what you know is true. Don't have to tell you. Oh, I love your precious heart.